កាលពីព្រៃនាយមានសត្វដំរីមួយក្បាលធំសម្បើមហើយមានសត្វចាបមួយក្បាលតូចស្រឡឹងរស់នៅព្រៃធំមួយជាមួយគ្នាដំរីមានអំណួតថាខ្លួនខ្លាំងពូកែហើយតែងតែចង់ធ្វើជាមេចំណែកឯចាបវិញប្រើប្រាជ្ញាជាអាវុធថ្ងៃមួយដំរីបានបបួលចាបភ្នាល់គ្នាដំរីនិយាយថាចាបឯងតូចស្រឡឹងបែបនេះហ៊ានភ្នាល់ផឹកទឹកជាមុនខ្ញុំទេអ្នកណាផឹកបានច្រើនជាងអ្នកនោះជាអ្នកឈ្នះនឹងបានធ្វើជាមេប៉ុន្តែចាបក៏តាំងលក្ខខណ្ឌមួយថាបានប៉ុន្តែយើងត្រូវតែភ្នាល់គ្នានៅមាត់សមុទ្រទើបទឹកច្រើនគ្រប់គ្រាន់ដំរីលឺដូច្នេះក៏សើចចំអកដោយគិតថាចាបតូចមួយធ្វើអ្វីកើតហើយក៏នាំចាបទៅមាត់សមុទ្រលុះទៅដល់មាត់សមុទ្រទឹកសមុទ្រកំពុងតែចូលឡើងលហើយលហឹមចាបឆ្លាតក៏និយាយទៅកាន់ដំរីថាឯងធំជាងគួរផឹកមុនទៅដំរីក៏ចាប់ដាំបឺតទឹកសមុទ្រចូលក្នុងពួករបស់វាតែទឹកសមុទ្រប្រៃខ្លាំងណាស់ពិបាកលេបណាស់ដំរីខំប្រឹងផឹកយ៉ាងណាក៏ដោយទឹកសមុទ្រនៅតែចូលឡើងរហូតដល់ពួកដំរីណែនខ្លាំងពេកទើបដំរីត្រូវឈប់ផឹកពេលដែលទឹកចាប់ផ្ដើមនេះជោគដល់វេនចាបផឹកម្ដងចាបក៏ហៅចុះទៅមាត់ទឹករួចអោនក្បាលត្រឹងតែជ្រលក់ចំពោះខុនទឹកធ្វើជាផឹកពេលដែលទឹកចាប់ផ្ដើមស្រកចុះបន្តិចម្ដងចាបក៏លោតតាមទឹកញែកធ្វើជាផឹកជាប់រហូតដល់ផុតក្បាលដំរីមើលទៅឃើញចាបនៅតែបន្តផឹកទាំងដែលខ្លួនផឹកឡើងរួចហើយឃើញទឹកសមុទ្រស្រកអស់មួយផ្នែកធំក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដំរីក៏ជឿថាចាបបានផឹកទឹកច្រើនជាងខ្លួនមែនហើយក៏ជោគចាញ់ចាបតាំងពីពេលនោះមកចាបក៏បានធ្វើជាមេដោយសារប្រាជ្ញាឈ្លាសវៃរបស់ខ្លួនមេរៀនអប់រំកម្លាំងមិនមែនជាអ្វីទាំងអស់ទេតែប្រាជ្ញាមានតម្លៃជាងកម្លាំងទៅទៀត